ជំរាបសួរនិងសួស្តីប្រិយមិត្តថ្ងៃនេះខ្ញុំមានវីដេអូដែលខ្ញុំបង្ហាញពី command សម្រាប់ត្រួតពិនិត្យ hardware និង system control ផ្សេងៗការប្រមូល command សំខាន់សម្រាប់ត្រួតពិនិត្យ hardware system resource និង system control នៅលើ Linux ពី CPU RAM storage រហូតដល់ network និងផ្សេងៗទៀតជាដំបូងបើសិនជាយើងចង់បង្ហាញ CPU architecture core ឬក៏ thread ផ្សេងៗយើងអាចសរសេរ command ls cpu enter នេះវាក៏បានបង្ហាញទៅតាមនឹងដែរបើសិនជាអ្នកនរគ្នា use Linux OS ឬក៏អីផ្សេងហើយជាអ្នកនរគ្នាអាច scroll បានមើលអញ្ចឹងមើល detail របស់វាខ្ញុំមានការឆែកទៅលើ RAM memory command បង្ហាញបើសិនជាយើងចង់បង្ហាញ RAM usage ជាប្រភេទ human readable អីផ្សេងយើងអាចវាយ command free -sa ប៉ុន្តែមុននឹងចូលទៅខ្ញុំបង្ហាញ command មួយទៀតទាក់ទងអំពី real time CPU usage គឺ command top ប៉ុន្តែបើសិនជាអ្នកនរគ្នាមិនទាន់បាន install ទេយើង sudo apt install htop នេះមួយយើងវាយ password វាចាប់ផ្ដើម install យើង yes យើងចាំវាមួយផ្លែតបន្ទាប់ពី install រួចយើងវាយ command htop ដើម្បីបង្ហាញរាល់ detail វាស្តៀងទៅនឹង task manager របស់យើងដែលវាមាន PID មាន PID មាន user មាន resource ផ្សេងCPU usage ស្តៀងទៅនឹង task manager ប៉ុន្តែបើសិនជាយើងចង់ចាក់ចេញវាយើងអាច control C ដើម្បីចាក់ចេញយើង clear អូខេដើម្បីឆែកមើល RAM usage យើងអាចវាយ command free -x ក៏ ខ្ញុំ use បានបែរជា421ខ្ញុំនៅសល់ 3.2G មាន command ផ្សេងទៀតដែលអ្នកនរគ្នាអាចតេស្តបានដូចជា storage បើសិនជា display របស់យើងចង់ check display យើងអាចវាយ command -x វាក៏បានបង្ហាញតាម directory របស់វាដែរសម្រាប់network command បើសិនជាយើងចង់ check network របស់យើងអាចវាយ command IPA ដើម្បី check មើល address សម្រាប់ address របស់ខ្ញុំវានៅខាងនេះគឺ 192.168.1.106 ជា local របស់យើងអូខេបើសិនជាយើងចង់ដឹងពី system information command ផ្សេងយើងអាចវាយ sudo lsaw enter អូខេវាចេញមកឲ្យយើងតាមនឹងដែរហើយខ្ញុំចង់ឆែកមើល block device partition ជា 3 អូខេនៅក្នុង storage command យើងវាយ command lsblk enter វាចេញជា 3 បានដល់ប៉ុណ្ណឹងសម្រាប់ខ្ញុំបើសិនជាអ្នកនរគ្នាមាន directory ច្រើនក៏វាចេញច្រើនជាងនឹងដែរសម្រាប់ USB battery information អូខេយើងចង់ឆែកមើល USB device list ដែលវាយ command ls usb enter អូខេវាក៏ចេញ detail ឲ្យយើងទៅតាមនឹងដែរ process management ពិនិត្យនិង kill process ឧទាហរណ៍ថាយើងចង់ end task នៅលើ task manager របស់យើងនៅ Windows យើងអញ្ចឹងយើងអូខេដើម្បីយើង list មើលយើងអាចវាយ htop ដើម្បីមើលយើងមាន PID 45ប៉ុណ្នេះហើយផ្សេងទៅអូខេ PID នេះបែរជា system របស់វាប៉ុន្តែយើង list ps-x យើងមើល PID running process ឬក៏យើងអាចវាយ command pasaux អូខេវាមានច្រើនប៉ុន្តែបើសិនជាយើងចង់ list detail ដូចខ្ញុំវាយ ps-x វាចេញមកប៉ុណ្ណឹងបើសិនជាយើងចង់ kill process ហ្នឹងយើងអាច kill PID របស់វាឧទាហរណ៍យើងចង់ kill 4607យើងក៏វាយ4607បើសិនជាវាមានការ error អីចឹងទៅយើង enter ទៅប៉ុន្តែខ្ញុំមិនទាន់មាន error ទេបើសិនជាយើងចង់ force វាដោយដូចយើង
mà slam and tag ដូចនៅខាងនេះជើយើងដក9ឬក៏ dash 9ដក clear PID របស់យើង PID រហូតថាយើងចង់kill 46 07ទៅ enter ទៅរួចរាល់សម្រាប់ system shutdown ឬក៏ restart ផ្សេងយើងអាច sudo shutdown now sudo power off អីផ្សេងឥឡូវបើសិនជាយើងចង់ reboot យើងអាចឬក៏ restart sudo reboot អញ្ចឹងវា restart ពេលដែល restart ម៉ាស៊ីនរបស់យើងក៏ restart ទៅបាទអូខេយើងចាំមើលទៅអូខេចាំតិចបើសិនជាយើងចង់ power off វាឧទាហរណ៍ថាយើង login វាសិនដោយ password អូខេ clear យើងចង់ shutdown វាភ្លាមយើងអាចបាយ command sudo shut down now enter យើងបាយ password អូខេរួចរាល់សម្រាប់វីដេអូខ្ញុំមានតែប៉ុណ្្នឹងអរគុណសម្រាប់ការទស្សនា